រឿងតុលាការទន្សាយមានខ្លាធំពីរជាបងប្អូននឹងគ្នាថ្ងៃមួយខ្លាទាំងពីរបានទៅរកចំណីហើយប្រទះឃើញសត្វចៀមមួយក្បាលកំពុងតែស៊ីស្មៅយ៉ាងឆ្ងាញ់ខ្លាទាំងពីរក៏ស្ទុះចូលទៅចាប់ចៀមនោះបានព្រមគ្នាខ្លាមួយស្រែកឡើងថាអញចាប់បានមុនខ្លាមួយទៀតក៏ឆ្លើយតបវិញថាតែអញឃើញមុនខ្លាទាំងពីរចាប់ផ្ដើមឈ្លោះប្រកែកគ្នាគ្មានអ្នកណាសុខចិត្តចាញ់អ្នកណាឡើយនៅខណៈនោះដែរមានស្វាមួយក្បាលកំពុងតែលោតចុះលោតឡើងនៅលើមែកឈើមួយក្បែរនោះពេលឃើញខ្លាទាំងពីរកំពុងតែឈ្លោះប្រកែកគ្នាវាក៏និយាយឡើងថាបើបងចែកគ្នាមិនដាច់ទេមិនក៏មិនទៅរកបងទន្សាយឲ្យជួយកាត់ក្តីឲ្យទៅខ្លាទាំងពីរបានឮដូច្នេះក៏យល់ព្រមតាមគំនិតរបស់សត្វស្វាពួកគេបាននាំសត្វចៀមទៅរកទន្សាយហើយរៀបរាប់រឿងរ៉ាវទាំងអស់ឲ្យទន្សាយស្ដាប់ទន្សាយធ្វើជាគិតមួយសន្ទុះរួចនិយាយឡើងថាខ្ញុំមិនអាចជួយចែកឲ្យអ្នកទាំងពីរបានទេខ្លាទាំងពីរឆ្ងល់ណាស់ហើយសួរឡើងថាហេតុអ្វីទន្សាយក៏ឆ្លើយតបថាគិតទៅមើលអ្នកទាំងពីរមករកខ្ញុំឲ្យជួយកាត់ក្តីឲ្យតើអ្នកទាំងពីរមានអ្វីយកមកឲ្យខ្ញុំខ្លាទាំងពីរពេលបានឮដូច្នេះក៏យល់ពីបំណងរបស់សត្វទន្សាយវាជឿថាទន្សាយជាសត្វដែលប្រកាន់សច្ចធម៌ប្រាកដជាជួយកាត់ក្តីឲ្យពួកវាបានត្រឹមត្រូវខ្លានីមួយក៏ខំប្រឹងរត់ទៅបេះផ្លែឈើជាច្រើនមុខដើម្បីជាសំណូកឲ្យទន្សាយកាត់ក្តីឲ្យខ្លួនឈ្នះពេលខ្លាទាំងពីរយកផ្លែឈើមកឲ្យទន្សាយធ្វើជាញញឹមហើយនិយាយឡើងថាតិចពេកហើយផ្លែឈើប៉ុណ្ណេះមិនគ្រប់គ្រាន់សម្រាប់កាត់ក្តីធំប៉ុណ្ណោះទេខ្លាទាំងពីរឮហើយក៏ប្រញាប់រត់ទៅរកផ្លែឈើបន្ថែមទៀតលើកនេះពេលយកផ្លែឈើមកឲ្យទន្សាយនៅតែនិយាយដដែលពេលនោះខ្លាដែលជាប្អូនដោយសារតែវាអស់កម្លាំងខ្លាំងពេកវាក៏និយាយទៅកាន់ខ្លាបងថាថ្ងៃនេះយើងសម្រាកសិនទៅថ្ងៃស្អែកចាំយើងបន្តទៀតយើងទុកចៀមនៅទីនេះហើយពួកគេក៏យល់ព្រមហើយត្រឡប់ទៅផ្ទះវិញរៀងខ្លួនលុះព្រឹកឡើងខ្លាទាំងពីរបានត្រឡប់មកកន្លែងដដែលប៉ុន្តែមិនបានឃើញទន្សាយនៅទីនោះទេពួកវាឃើញតែសត្វចៀមដែលស្អុយរលួយនិងសម្បកផ្លែឈើដែលពួកវាខំរកមកឲ្យទន្សាយកាលពីម្សិលមិញប៉ុណ្ណោះខ្លាខាងប្អូននិយាយឡើងថានេះមិនមែនជាចៀមរបស់យើងទេចៀមយើងម្សិលមិញនៅស្រស់ល្អណាស់ប៉ុន្តែចៀមនេះមានក្លិនឡើងស្អុយរលួយទៅហើយខ្លាបងឆ្លើយថាអញមិនខ្វល់ទេសំខាន់ឲ្យតែអញឈ្នះឯងពួកវាខំស្រែកហៅទន្សាយយ៉ាងណាក៏មិនឃើញហើយក៏អង្គុយចាំទន្សាយនៅទីនោះចំណែកឯស្ដេចខ្លាដែលជាឪពុករបស់ខ្លាទាំងពីរកំពុងតែរងចាំកូនត្រឡប់មកពីរកចំណីវិញដោយបាត់កូនយូរពេកស្ដេចខ្លាក៏ចេញមករកមិនយូរប៉ុន្មានស្ដេចខ្លាក៏មកដល់កន្លែងដែលកូនហាក់ដូចជាកំពុងអង្គុយចាំអ្វីមួយស្ដេចខ្លាក៏សួរថាពួកឯងកំពុងធ្វើអ្វីបាត់តាំងពីម្សិលមិញមិនគិតរកចំណីទេមកអង្គុយចាំអ្វីនៅទីនេះខ្លាទាំងពីរបានរៀបរាប់រឿងគ្រប់យ៉ាងប្រាប់ឪពុកស្ដេចខ្លាបានឮហើយហួសចិត្តនឹងភាពល្ងងខ្លៅរបស់កូនហើយនិយាយឡើងថាហេតុអ្វីក៏ល្ងងម្ល៉េះ
ខ្លួនជាសត្វខ្លាំងពូកែជាងគេនៅក្នុងព្រៃនេះតែបែរជាមកចាញ់បោកទន្សាយនិងអាស្វាទៅវិញចំណីដែលរកបានមិនគិតចែកគ្នាស៊ីទេសុកចិត្តឆ្លោះគ្នាចង់ឈ្នះរៀងខ្លួនឥឡូវសុកចិត្តហើយមែនទេសាច់ស្រស់ក៏ខូចអស់ថែមទាំងចាញ់បោកគេទៀតខ្លាទាំងពីរបានរលឹកភ្ញាក់ខ្លួនដូចគេចាក់ស្ដេចខ្លាបន្តថាគ្មានអ្វីខ្លាំងជាងកម្លាំងសាមគ្គីទេកូនចូលចាំថាខ្លួនឯងត្រូវតែស្គាល់ពីតម្លៃខ្លួនឯងជាអ្នកណាជាបងប្អូននឹងគ្នាកុំឆ្លោះគ្នាដោយសារតែរឿងស៊ីឲ្យសោះខ្លាទាំងពីរបានទទួលមេរៀនធំមួយពួកវាក៏ចាប់ផ្ដើមស្រឡាញ់និងសាមគ្គីគ្នាខ្លាំងជាងមុនហើយគ្មានអ្នកណាមកបោកប្រាស់ពួកវាបានទៀតឡើយចាប់តាំងពីពេលនោះមកខ្លាទាំងពីរក៏คล้ายជាសត្វដែលមានអំណាចជាងគេនៅក្នុងព្រៃនោះ